រឿងអាណាចក្រទឹកភ្នែកក្នុងបេះដូងបិសាចភាគ3សំឡេងស្បែកជើងស៊ុយអែតរបស់គេលាន់ឮកប់ឡានពណ៌ខ្មៅរលោងកំពុងរង់ចាំយ៉ាងស្ងៀមស្ងាត់អង្គរៈម្នាក់ក្នុងឈុតខ្មៅបោះជំហានមកបើកទ្វារឡានជូនគេដោយភាពក្រែងញញើតវូមសំឡេងម៉ាស៊ីនឡានដល់ខ្លាំងក្លាបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នៃខ្យល់រងាអ៊ីសាបេឡាឈរសម្លឹងមើលស្រមោលឡានដែលកំពុងបាត់ទៅតាមបង្អួចនាងមានអារម្មណ៍ថាពិភពលោករបស់នាងចាប់ផ្ដើមវិលវល់ជាតិថ្នាំចាប់ផ្ដើមជ្រាបចូលក្នុងសរសៃឈាមធ្វើឲ្យត្របកភ្នែករបស់នាងកាន់តែធ្ងន់ទៅនាងដកដង្ហើមធំទាំងភាពអស់សង្ឃឹមក្នុងខណៈដែលអាណាចក្រដ៏ស្កឹមស្កៃនេះកំពុងក្លាយជាគុកងងឹតដែលគ្មានថ្ងៃចេញរួចសម្រាប់នាងម្ដងទៀតពន្លឺថ្ងៃនាពេលថ្ងៃត្រង់ចាំងជះចូលភូមិគ្រឹះដ៏ស្កឹមស្កៃប៉ុន្តែសម្រាប់អ៊ីសាបេឡាវាហាក់ដូចជាពន្លឺដែលចាំងមកលើគុកងងឹតដែលគ្មានថ្ងៃចេញរួចជាតិថ្នាំដែលអេឡិចសាន់ដ្រូបង្ខំឲ្យនាងលេបកាលពីព្រឹកមិញបានធ្វើឲ្យនាងលង់លក់បាត់ស្មារតីអស់ជាច្រើនម៉ោងលុះដឹងខ្លួនឡើងភាពទទេស្អាតនិងអារម្មណ៍វិលវល់ក៏ចូលមកជំនួសកន្លែងអ៊ីសាបេឡាដើរចុះតាមជណ្ដើរទាំងសក់ក្បាលរញ៉េរញ៉ៃកែវភ្នែករបស់នាងក្រហមរងាលដោយសារការយំនិងកំហឹងដែលផ្ទុះឡើងក្នុងចិត្តនៅពេលឃើញម៉ារីយ៉ានិងអ្នកបម្រើ2នាក់ទៀតកំពុងរៀបចំថែអាហារនិងថ្នាំមកជិតនាងក៏ពុះកំហឹងភ្លាមប្រៅសំឡេងលើកដៃទៅវាស្លានអ្នកដំណើរកំពុងកាន់មិនបានឲ្យជឿទៅរំគឺបាយទឹកទីពេញអត់ទៅបបនឹងប្រព្រឹត្តអូវាបានព្រៀបលើកបេះដូងរបស់នាងថាកំពុងតែប្រកបចេញទៅយករបស់ទាំងនេះចេញទៅឲ្យផុតទៅនឹងខ្សែទាំងសម្លេងស្អប់យន្តដៃទាំងពីរណាស់ខ្ញុំណាស់ខ្ញុំមិនលិតនៅដោយសារនេះទេខ្ញុំសាក់ចេញទៅក្រៅមកជួយឲ្យព្រៀបវាមិនដែលត្រូវនាំគឺទៅយកកត្រេវាពីពុំចង់វាទៅបានអំបញ្ចឹងបែបនេះចឹងមិនយើងលើកនឹកពីមកនេះសម្រាប់ណារយ៉ាងតាមមកចិត្តចិនទឹកភ្នែកដកចិត្តរយៈនេះគាត់លើកដៃទៅចាប់ទីរករបស់អ៊ីសាលេងតិចលោកស្រីនឹងសម្រាប់យ៉ាងសូមលោកស្រីអនុដល់ពួកខ្ញុំផងណារយ៉ាងនិយាយទាំងទៅវិញអត់លើកដាក់ណាស់ណាស់វាស្រីចង់ធ្វើអ្វីក៏បានចង់វិញតរបស់ដែរតែខ្ញុំមិនហ៊ានធ្វើអ្វីខ្ញុំត្រឹមតែស្រីយកព្រមពីថានេះបានដែលលោកខ្ញុំមិនហ៊ានទេតែឡាយយ៉ាងវាដឹងតែថាខាងនេះវាធ្វើឲ្យខ្ញុំជួបពីសាដែលណាជីវិតដល់សម្ដៅទៅគេធំប៉ុន្តែវាតំណាងទៅជាមកអបជើងនេះគាត់លោកស្រីខ្ញុំទៅអីចឹងមកលោកស្រីចេញទៅក្រៅហើយមានបញ្ហាអ្វីកើតឡើងឬលោកស្រីរត់បាត់លោកម្ចាស់ច្បាស់ជាមិនទុកជីវិតពួកខ្ញុំទេអ្នកបម្រើនោះយើងសោកអង្វរលោកស្រីបានច្បាស់ហើយថាលោកម្ចាស់អេលិចត្រូវប្រកាសឡើងឲ្យតែមានរឿងពាក្យប៉ុននេះត្រូវគឺមិនបានមេត្តាអ្នកណាអ្នកដែរសូមអនុញ្ញាតពីវត្តទៅតែរបស់ពួកខ្ញុំទាំងជួបគ្នាក្នុងធម្មគ្រឿងត្រូវបានជំនួសដល់សំឡេងយំសោកអង្វរអ៊ីសាបេឡាហូរថ្មីនៅកណ្ដាលហាធំជាងការងារនៅប្រទេសឬស្លឹកឈើនៅតាទីមានចម្លងលើនេះបងមកកំពុងប្រើពីពីអង្វរជីវិតវិញនឹងចិត្តនេះគឺប៉ុន្តែមានមិនមានជំនឿក្នុងគេទេប៉ុន្តែមានតែជាអវយដែលអេលិសាន់ដ្រូប្រើដើម្បីជំរុញកំហឹងពីទៅតែចាប់រួចនេះបានពី
ភាសាវេនទុកដឹកយន្តរួចរួទៅលើអត់ថាទៅប្រភេទទូបាត់ក្នុងបាត់ទៅមិនចង់បានសម្រាប់ខ្ញុំទេតែគេបង្ខំឲ្យខ្ញុំសម្រាប់ដល់ទៅដល់ប្រយោជន៍ទៀតតាមវិញ្ញាណចូលមកកត់ស្នារបស់យើងក្នុងឆ្នាំខណៈដែលខ្យល់នៅខាងក្រៅដាក់ប៉ះអង្គុយនេះចូលទៅបង្ការនេះដាក់ប៉ះអង្គុយនៅក្នុងអារម្មណ៍នេះមានអ្នកណាមានសេរីភាពឡើងទោះបីតែអ្នកដែលកំពុងមានជីវិតឬនៅប៉ុន្តែតាមសមោលមរណៈរបស់ពលិកkontrol មូលនិធិអំណាចនៅក្នុងសារធម្មវិទ្យាជ្រឹះដល់សតិនេះម៉ារីយ៉ាបានត្រឹមតែអង្គុយអត់ផ្នែករបស់អ៊ីសាបេឡាខ្ញុំជាយាមផ្ដល់ភាពកក់ក្ដៅដល់ស្រីស្លាញ់ដល់រាងកាយដែលកំពុងតែញ័រទៅត្រើតខ្យល់រងានៅខាងក្រៅបក់មកប៉ះនឹងកញ្ចក់មកពុះទូវីសូវីព្រៀបដូចជាសំឡេងក្រលឹមស្វាដែលកំពុងយំសោកទៅដល់រស្មីបង្កើនភាពអស្ចារ្យដែលជាអស់នឹងខ្ញុំតែដាក់ក្នុងខ្លួនហេតុនេះសូមឆ្លងវាលើទៅនេះសិនប៉ុន្តែបើសិនជាបងប្អូនចង់អានខ្លួនឯងបងប្អូនអាចចូលទៅអានបាននៅពេចសម្លេងប្រចាំនៅឡើយបើសិនជាបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច like ចុច share ចុច comment ឲ្យ admin អរគុណជួបគ្នានៅវីដេអូក្រោយ